សូមស្វាគមន៍ប្រិយមិត្តដែលចូលមកកាន់វីដេអូនេះនៅវីដេអូមុនខ្ញុំបានសន្យាថានឹងថតវីដេអូជាលក្ខណៈ course ក្នុងការបង្កើតតួអង្គឬក៏ 3D model នៅក្នុងកម្មវិធី Blender មុននឹងឈានចូលទៅដល់ការបង្កើត 3D modeling យើងមកដឹងថាតើយើងត្រូវការអ្វីខ្លះហើយយើងគួរយល់ដឹងពីអ្វីខ្លះបាទអញ្ចឹងខ្ញុំចង់បង្ហាញបងប្អូននៅរូបភាពមួយសន្លឹកអូខេខ្ញុំបើករូបភាពរបស់ខ្ញុំនៅក្នុងរូបភាពមួយសន្លឹកនេះយើងឃើញថាគេយក object ជាច្រើនដើម្បីផ្គុំទៅជារូបរាងនៃតួអង្គអញ្ចឹងលក្ខណៈនេះហើយដែលអាចពន្លឿនការងារបងប្អូននៅក្នុងកម្មវិធី Blender ក៏ដូចជាកម្មវិធីផ្សេងៗបាទអូខេអញ្ចឹងបងប្អូនយើងត្រូវការរូបភាពជាលក្ខណៈតួអង្គដែលយើងចង់បានជា sample ដើម្បីយកទៅបង្កើតហើយនឹងផ្គុំ object ជារូបរាងនៃតួអង្គរបស់យើងអញ្ចឹងបងប្អូនអាចចូលទៅក្នុង Google អាច search នៅលើ Google នឹងក៏បានប៉ុន្តែខ្ញុំ recommend ឲ្យបងប្អូនចូល website មួយគឺ website Pinpage ពេលដែលយើង search មកគឺគេដាក់ថា Pinterest ដែលមាននិមិត្តសញ្ញា logo បែបនេះបងប្អូនអាចចុចទៅលើហ្នឹងមកហើយបងប្អូនវាយពាក្យថា human body front side and back បាទអញ្ចឹងពេលដែលចូលមកក្នុង website នេះគឺមានរូបភាពជាលក្ខណៈនៅពីមុខចំហៀងហើយនឹងពីក្រោយអាចជ្រើសរើសរូបភាពណាមួយដែលបងប្អូនគិតថាជាគំរូសម្រាប់ក្នុងការបង្កើតតួអង្គរបស់យើងចង់បានលក្ខណៈជាសាច់ដុំបែបនេះក៏បានបាទឬក៏បែបនេះក៏បានសាច់ដុំតិចឬក៏សាច់ដុំច្រើនអាស្រ័យទៅលើបងប្អូនស្រឡាញ់ឬក៏ធម្មតាអញ្ចេះជ្រើសរើសខ្លួនឯងអូខេអញ្ចឹង download ទុកនៅក្នុងកុំព្យូទ័រទៅឥឡូវយើងចូលមកបើកកម្មវិធីតែម្ដងអូខេមកដល់ក្នុងកម្មវិធី Blender យើងចុច A ដើម្បី select បាទ select អស់ទៅយើង delete ចោលសិនក៏បានបន្ទាប់មកខ្ញុំដាក់ screen cascade ដើម្បីឲ្យបងប្អូនមើលនៅពេលដែលខ្ញុំចុចប៊ូតុងនៅលើ keyboard វានឹងបង្ហាញនៅខាងឆ្វេងហើយនឹងរូបម៉ៅនេះពេលដែលខ្ញុំចុចខាងឆ្វេងឬក៏ខាងស្ដាំវានឹងបង្ហាញបងប្អូននៅលើរូបម៉ៅនេះហើយបាទអូខេអញ្ចឹងយើងចុច private key មកយើងចុច front អញ្ចឹងយើង import រូបភាពរបស់យើងចូលយើងចុច shift A មកយើងយក image យក background តមកទៅរើសយករូបភាពដែលបងប្អូនបាន download មិញណាបាទអញ្ចឹងខ្ញុំមានរូបភាពរបស់ខ្ញុំហើយខ្ញុំទៅយករូបភាពរបស់ខ្ញុំដើម្បី import ចូលបាទអញ្ចឹងយើង select ទៅលើរូបភាពហ្នឹងយើងចុច G X ដើម្បី move យើង move ឲ្យចំពាក់កណ្ដាលនៃរូបមនុស្សហ្នឹងតមកទៀតបងប្អូនចុច private key ដដែលយើងចុចទៅ right យើង add image យើងចូលយើងចុច shift A មកតមកយើងចុចយក background ដដែលយើងយករូបភាពយើងដដែលមិញមកព្រោះយើងមានរួចហើយមានពីមុខចំហៀងហើយនិងពីក្រោយអូខេអានេះយើងចុចរំកិលឲ្យវាជាប់ពាក់កណ្ដាលបន្តិចណាយើងចុច G Y ពេលដែលបងប្អូនចុច G ហើយនឹង Y មានន័យថាយើងរំកិលរូបភាពយើងទៅតាមអក្ស Y បាទអញ្ចឹងយើងអាចដាក់ឲ្យវាចំកណ្ដាលរូបភាពយើងមកតមកបងប្អូនអាចចុច shift A ដើម្បី add យក mesh មួយយើងយក cube បាទតែយើងអត់បានឃើញរូបភាពរបស់យើងទេអញ្ចឹងបងប្អូនអាចទៅដាក់នៅ toggle បាទ
មួយទៀតបងប្អូនចូលទៅកន្លែងសញ្ញាព្រួញចុះនេះនៃ setting គ្រានេះហើយយើងអាចដំឡើងក៏បានថយ capacity វាណាបាទអញ្ចឹងខ្ញុំយកប៉ុណ្ណេះពាក់កណ្ដាលនេះចុះបាទបន្ទាប់មកយើងចុច control 4 មកបាទតោះមកយើងចុច S ដើម្បី scale ចូលបន្តិចចុច G ដើម្បី move ដើម្បី scale វាបន្តិចមក G ដើម្បី move ឲ្យជាប់បាទហើយយើងចុច SZ ដើម្បី scale វិញចេះអញ្ចឹងយើង rotate វាបន្តិចចុច G ដើម្បី move ចុច R ដើម្បី rotation G ដើម្បី move តិចមកបាទ move ប៉ុណ្នេះអូខេអញ្ចឹងខ្ញុំចុច S ដើម្បី scale បន្តិច G ដើម្បី move គិតថាខ្ញុំយកប៉ុណ្ណឹងចុះបាទអញ្ចឹងយើងចុច private key ទៅខាងមុខម្ដងមកដល់ចំណុចនេះគឺបងប្អូនចុច scale វាដើម្បីពង្រីកវាណាប៉ុន្តែយើងត្រូវពង្រីកទៅតាមអនេះx បាទអញ្ចឹងយើងចុច S ហើយយើងចុច x ដើម្បី scale វាទៅតាម x យើង scale មកយកត្រឹមតួខ្លួននៃ character របស់យើងតោះមកបងប្អូនចុច shift D ដើម្បី duplicate ហើយយើងចុច Z ដើម្បី move ទៅលើចឹងយើងយកដាក់ត្រឹមកន្លែងដើមទ្រូងនេះបាទឥឡូវយើងចុច S X scale វាតិចទៀត S X G Z ដើម្បី move កុំឲ្យវាទៅឆ្វេងទៅស្ដាំណាបាទអូខេអញ្ចឹងបន្តមកទៀតបងប្អូនអាចចុចទៅ right យើងមើលរបស់យើងម្ដង right អញ្ចឹងយើងចុច G ដើម្បី move G Y ក្រោយអូខេបន្តមកបងប្អូនអាចចុច shift D ដើម្បី duplicate មួយទៀតបាទអញ្ចឹងកន្លែងនេះយើង rotate វាបន្តិចមក G ដើម្បី move អូខេបន្តមកបងប្អូនចូលទៅខាងមុខហើយយើងដាក់ cursor របស់យើងនៅនេះយើងចុច shift ឲ្យជាប់ហើយ right click ទៅកន្លែងចំណុចដែលយើងចង់ដាក់ cursor ណាបាទយើងដាក់ cursor នៅហ្នឹងដើម្បីយើង add object មកគឺ object របស់យើងនៅចំកន្លែង cursor អូខេចុច shift A ដើម្បី add មកយើងយក cylinder ម្ដងបាទអញ្ចឹងយើងចុច S ដើម្បី scale ចូលគេ scale ឲ្យប៉ិនដងខ្លួននៃតួអង្គរបស់យើងមកតោះមកបងចុច tab ហើយយើងចុច control R ដើម្បី loop cut អញ្ចឹងយើងបវល key scroll mouse យើងចង់បានប្រមាណឥឡូវខ្ញុំយក3អញ្ចឹង3ហ្នឹងយើងចុច right click មកឲ្យវានៅចំណុចកណ្ដាលបាទនេះយើងចុច S X នៅនេះបងប្អូនអាចចុច E extrude ចុះក្រោមមកចុច S ហើយនឹង X ចុច tab មកវិញដើម្បីឲ្យអ្នកបន្ទាត់របស់យើងនឹងឲ្យជាប់នៅឡានចំពាក់កណ្ដាលបាទអូខេប៉ុណ្ណឹងមកតមកយើងចុច private key ទៅ right ចុច tab មកវិញយើងចាប់ផ្ដើមកែវា
ចុច tab យើងមកមើលវិញបាទអញ្ចឹងនេះយើងអាចទទួលយកបានប៉ុណ្នេះអូខេអញ្ចឹងយើងរៀងបានតួខ្លួនបន្តិចហើយបាទយើងយើងចុច save ឲ្យជាប់ right click មកបាទ shift A ដើម្បី add ជា cube មួយចុច S ដើម្បី scale ចុះចុច control 4យើងចុច tab មកបងប្អូនអាច E ដើម្បី extrude វាបន្តិចមួយទៀតយើងដាក់ cursor របស់យើងជាប់នៅត្រង់នេះណាចុច shift A ដើម្បី add មួយគឺយើង add cube របស់យើងមកចុច S ដើម្បី scale ចុច control 4នៅត្រង់នេះបងប្អូនអាចចុច tab មកសិនហើយយើង right click យើងយកពាក្យថា subdivideហើយបងប្អូនអាច select មកចំហៀងនេះទៅតមកយើងចុច X ដើម្បី delete ចោល delete vertex បាទតមកបងប្អូនចុច A ហើយយើងចូលមក modify យើងចូលទៅ generate យើងយកពាក្យថា mirror អូខេ mirror ត្រង់ទៅនេះបងប្អូនអាចចុច clipping មួយមកបាទអូខេដល់ថងចំណុចហ្នឹងយើងចាប់ផ្ដើមធ្វើវាមូលអូខេកម្លាំង X-ray មកយើងអាចចុច G ដើម្បីមូលវាចូលទៅតាមរូបរាងនៃតួក្បាលរបស់យើងបាទមូលហើយរៀងមូលល្មមដូចក្បាលយើងហើយអញ្ចឹងខ្ញុំមកប្រាប់បងប្អូនថាហេតុអីបានយើងឃើញជាខ្សែបន្ទាត់មួយនេះខ្សែបន្ទាត់មួយហ្នឹងមកពី mirror នេះពេលដែលយើងដាក់ mirror ទៅយើងនឹងឃើញខ្សែបន្ទាត់អញ្ចឹងហើយអញ្ចឹងចង់ឲ្យវាបាត់បងប្អូនអាចទាញកន្លែង mirror ហ្នឹងយើងចាប់កន្លែង tray 4 5នេះមកបាទចាប់កន្លែងហ្នឹងមកទាញឡើងលើមកយើងបន្លែងមកវាបាត់ហើយបាទហើយយើងចាប់ផ្ដើម apply វាចោលតែម្ដងទៅបងប្អូនចុចសញ្ញាព្រួយចុះតមក apply បាទកន្លែងនេះដូចគ្នាសញ្ញាព្រួយចុះ apply អញ្ចឹងយើងបានក្បាលហើយនឹងខ្លួនកហើយណាបាទយើងចុចទៅពីមុខយើងនៅបង្កើតនេះទៀតប៉ុណ្ណឹងសិនមកតមកយើងចុចទៅខាងមុខវិញនៅត្រង់នេះបងប្អូនអាចដាក់ cursor របស់យើងចំនេះមកយើងចុច shift A
ដើម្បី add cube មួយទៀតចុច S ដើម្បី scale ចូលចុច control 4 ត្រង់ទៅនេះគឺយើងចុច tab មកដើម្បីកែតម្រង់វាបន្តិចណាបាទចុច shift E តែយើងទាញឡើងបន្តិចមកដើម្បីឲ្យឃើញជ្រុងបន្តិចshift E ហ្នឹងមានន័យថាយើង shop វាឲ្យចេញជ្រុងបាទចុច save ឲ្យជាប់ right click ទៅលើដៃកន្លែងដៃហ្នឹងដើម្បីដាក់ cursor ហើយបងប្អូនចុច tab ហើយយើងចុច control អក្សរ R ដើម្បី loop cut បាទកន្លែងហ្នឹងយើង loop cut យក3បន្ទាត់មក right click ដើម្បីឲ្យវានៅកណ្ដាលអូខេអូខេកន្លែងនេះយើងចុច tab សិនមកហើយបងប្អូនselect នៅត្រង់នេះ select នៅ vertex 4 នេះមកតមកចុច shift S យើងយក cursor to select បាទ cursor to select បងប្អូនឲ្យចុច tab តមកយើង right click យក origin to cursor អូខេចឹងយើងបាន origin របស់យើងនៅជាប់កន្លែង cursor ហើយចឹងកន្លែងនេះបងប្អូនអាចដើម្បី rotate បាទយើង rotate វាទៅមុខបន្តិចមក ដៃរបស់យើងបានជោគជ័យពាក់កណ្ដាលជាងចាប់ផ្ដើមចូលមកប្រអប់ដៃបាទអញ្ចឹងនៅនេះយើងចុច save ជាប់ហើយយើងចុច right click ទៅលើកន្លែងនេះដើម្បីដាក់ cursor របស់យើងនៅហ្នឹងមកអូខេនេះត្រូវហើយអញ្ចឹងយើងចុច shift A ដើម្បី add មួយគឺ add cube ទៅដែរចុច S ដើម្បី scale ចុះ
select នេះយើងចុច subdivide version right click ជា subdivide យើង select ទៅលើនេះហើយយើងទាញវាចូលបន្តិចមកដើម្បី move វាឡើងបន្តិចអូខេនេះ G ដើម្បី move ចុះបន្តិចមក G ដើម្បីឲ្យវាប៉ោងផតទៅក្នុងអូខេព្រោះ RAM បាត់ដៃរបស់យើងត្រូវប៉ោងចុះទៅក្នុងបាទអូខេមកយើងបង្កើតជា RAM ដៃយើងដាក់ cursor របស់យើងនៅនេះ Shift A ដើម្បី add មួយ U cube មកចុច S ដើម្បី scale ចូលចុច Control 4 ចុច S X ចុច S ដើម្បី scale ចូលបន្តិចទៀតឲ្យប៉ិនម្រាមដៃរបស់យើងមកបាទបន្ទាប់មកបងប្អូនចុច Tab ឲ្យចេញជា vertex មកបាទអញ្ចឹងយើងចុច Shift E យើងទាញឲ្យវារៀងជ្រុងបន្តិចតែយើងចុច SX អូខេអាចថាប៉ុណ្ណេះយើងចុច S ដើម្បី scale ចូលបន្តិចអូខេយើងមកមើលប៉ិនម្រាមដៃយើងប៉ុណ្ណឹងអូខេចុចទៅខាងមុខតមកបងប្អូនអាចចុចដូចជាវែងពេកមែនទេបាទអញ្ចឹងយើងចុច SX ទាញបន្តិចទៀតខ្លីប៉ុណ្ណឹងហើយដើម្បី scale ចូលបន្តិចយើងចុច tab មកយើងចុច shift D ដើម្បី duplicate វាបាទចុច S ដើម្បី scale ចូលបន្តិចចុច on ដើម្បី rotation ចុច G ដើម្បី moveអូខេអញ្ចឹងប៉ុណ្ណឹងចុច right ចុច shift D ដើម្បី duplicate វាមកបងបាទអូខេ on ដើម្បី rotation ចុច G ដើម្បី move បន្តិចចុច right បន្ទាប់មកយើង copy វាយើងចុច shift D ដើម្បី copy វាទៅខាងលើបាទ front G ដើម្បី move វា
on ដើម្បី rotation វាបន្តិចមក on ដើម្បី rotate វាបន្តិច អូខេ ដើម្បី scale វា ដើម្បី move បន្តិច អូខេ អញ្ចឹងយើង select មកលើនេះតមកបងប្អូនអាចចុច tab បាទ tab មកយើងចុច A ដើម្បី select យើងយកពាក្យថា subdivide មួយ អូខេ អញ្ចឹងកន្លែងនេះយើងអាចទាញកែវាយើងចុច G ដើម្បី move អូខេ អញ្ចឹងបងប្អូនអាច save ទុកសិនទៅចាំវីដេអូក្រោយយើងនឹងធ្វើខាងជើងម្ដងណាបាទអូខេ អញ្ចឹងយើងនឹង save ទុកនៅលើយើង save as មកទុកនៅយើងដាក់ឈ្មោះវាមកតើចឹងបងប្អូន save ដាក់នៅលើកុំព្យូទ័រយើងមកហើយឲ្យងាយស្រួលក្នុងការទៅរកវានៅពេលដែលយើងនឹងជួបគ្នានៅវីដេអូក្រោយបាទហើយក៏សូមអរគុណបងប្អូនអរគ្នាដែលបានតាមដានបាទយើងជួបគ្នានៅវីដេអូក្រោយបាយបាយ